សំឡេងធុងបាដែលធ្លាប់លាន់ឮពេញភូមិពេលនេះប្រែជាស្ងាត់ឈឹងសល់ត្រឹមខ្យល់បក់ត្រជាងធ្លាប់តែជួបជុំបងប្អូនមិត្តភក្តិសាយសប្បាយក្អាកក្អាយតែពេលនេះម្នាក់ត្រូវរៀបចំខ្លួនបែកគ្នាទៅតាមផ្លូវរៀងខ្លួនក្រឡេកមើលម៉ែឪឈរជូនពរទាំងទឹកមុខញញឹមតែក្នុងចិត្តកូនដឹងថាពួកគាត់ប្រាដុតជានឹកកូនណាកាបូបខោអាវរៀបចំរួយរាល់ត្រៀមឡាងឡានក្រុងត្រឡប់ទៅវិញក្នុងចិត្តចង់តែនៅបន្តតែជីវភាពបងខំឲ្យកូនត្រូវឃ្លាតចប់ចូលឆ្នាំហើយទៅលាហើយស្រស់កំណើលាទាំងអារម្មណ៍ស្រងងាស្រងឲ្យនឹកគ្រាដែលយើងជួបគ្នាផ្លូវទៅភ្នំពេញដូចជាវែងឆ្ងាយជាងរាល់ដងព្រោះត្រូវឲ្យចិត្តចេញពីផ្ទះមកគ្រោះនៅភាពឯកាក្នុងក្រមចប់ចូលឆ្នាំហើយដោយតែស៊ូនឹងវាសនាទុកអនុស្សាវរីយ៍ផ្អែមល្ហែមក្នុងបេះដូងដើម្បីជាកម្លាំងចិត្តចាំឆ្នាំក្រោយចុះកូននឹងវិលមករកអ្នកមានគុណវិញសន្យាថានឹងនាំជោគជ័យមកផ្ញើម៉ែឪឲ្យទាល់តែបានលើឡានក្រុងក្រឡេកមើលទៅក្រៅបងអ៊ុយឃើញមៀលស្រែធំល្វឹងល្វើយនឹកដល់ពេលលេងចាស់តបលេងល្បែងប្រជាប្រិយជាមួយគ្នាដកដងហាមធំទាំងអាឡោះអាឡៃបាត់ភ្នែកសម្រាប់បន្តិចទៅព្រោះថ្ងៃសែកនេះការងារនឹងភៀលកិច្ចកំពុងរងចាំយើង